អូខេអ្នកគ្នានៅក្នុង lecture ទី3នេះគឺខ្ញុំនឹងបង្រៀនអ្នកគ្នាពីរបៀបក្នុងការកំណត់ buy limit និង sell limit គឺមានន័យថាសម្រាប់ពេលដែលយើងលវឬមួយក៏យើងទៅក្រៅឲ្យវាទិញលក់អូតូចឹងទៅអូខេឥឡូវកាន់មកកាន់មេរៀនរបស់យើងវិញនៅក្នុងមេរៀននេះដូចអ្នកគ្នាដឹងចឹងគឺខ្ញុំនិយាយអំពី buy limit ជាមួយនឹង sell limit អញ្ចឹងដើម្បីយើងចាប់ផ្ដើមសាកវាបានអ្នកគ្នាគ្រាន់ចុចលើពាក្យ chart ខាងនេះមកបន្ទាប់មកអ្នកគ្នាឃើញលើនេះវាមានកន្លែង buy sell ហើយអ្នកគ្នាចុចលើកន្លែង buy sell នឹងមុនមកបន្ទាប់មកខាងស្ដាំនេះវាមានរូបម៉ោងអ្នកគ្នាអញ្ចឹងពេលដែលអ្នកគ្នាចុចលើរូបម៉ោងនឹងមួយហើយវានឹងលក់ខ្សែមួយនៅខាងក្រោមនេះហើយអញ្ចឹងខ្សែមួយហ្នឹងគឺជាកន្លែងដែលយើងកំណត់TP buy limit sell limit អីហ្នឹងអញ្ចឹងអ្នកគ្នាឃើញពាក្យខាងក្រោមនេះពាក្យថា buy limit ចុចលើហ្នឹងមួយមកវានឹងដូរទៅជា sell limit ហើយបើសិនជាយើងចុចវាដូរមកខាងនេះគឺវានឹងខ្លាចទៅជា buy limit វិញអូខេអ្នកគ្នាឥឡូវហ្នឹងខ្ញុំនឹងប្រៀនអ្នកគ្នាក្នុងការដាក់វាតែម្ដងអញ្ចឹងដើម្បីអ្នកគ្នាកំណត់ឥឡូវខ្ញុំចង់ឲ្យវាចូល sell limit ចូលលក់ឲ្យខ្ញុំអូតូ sell limit ហ្នឹងគឺមានន័យថាលក់អូតូអ្នកគ្នាមើលវីដេអូនេះឲ្យដល់ចប់នឹងយល់ពីវាអញ្ចឹងខ្ញុំចង់ឲ្យវាហ្នឹងលក់អូតូខ្ញុំហ្នឹងនៅតម្លៃមួយនេះអ្នកគ្នានៅតម្លៃមួយហ្នឹងវាឡើងដល់តម្លៃមួយហ្នឹងវាលក់ឲ្យខ្ញុំអូតូហើយវាក៏មានឲ្យយើងដាក់ SL ជាមួយនឹង TP ផងដែរអញ្ចឹងខ្ញុំសម្រេចថាខ្ញុំដាក់ TP នៅកន្លែងមួយនេះអ្នកគ្នាអាចមើលខ្ញុំឲ្យធ្វើតាមខ្ញុំបានខ្ញុំដាក់ TP នៅនេះហើយ SL ខ្ញុំដាក់នេះអញ្ចឹងកន្លែងនេះអ្នកគ្នាអាចដូរ lot set បានតាមចិត្តរបស់អ្នកគ្នាអញ្ចឹងអ្នកគ្នាចុចលើនេះមកកន្លែងហ្នឹងខ្ញុំចង់ដាក់ 0.05 វិញបើសិនជាខ្ញុំចំណេញគឺ$11បើសិនជាខ្ញុំខាតគឺ$4.16សេនអញ្ចឹងទៅអូខេអ្នកគ្នាដើម្បីយើងកំណត់បានអ្នកគ្នាធ្វើតាមខ្ញុំហើយអ្នកគ្នាចុចលើនេះមកនេះសញ្ញាព្រួយនេះមកហើយចុច place មកហ្នឹងហើយអូខេអ្នកគ្នាត្រង់កន្លែងនេះយើងរៀងពិបាកយល់បន្តិចតែអ្នកគ្នាមើលវីដេអូនេះដល់ចប់នឹងយល់ហើយតែបើសិនជាអត់យល់ទេ contact មក Telegram របស់ខ្ញុំផ្ទាល់ដើម្បីសួរខ្ញុំបានហើយខ្ញុំនឹងបញ្យល់អ្នកគ្នាអញ្ចឹងទៅអូខេអ្នកគ្នាពេលដែលអ្នកគ្នាកំណត់ចឹងហើយអ្នកគ្នាចុចលើពាក្យ trade ខាងក្រោមនេះមកអ្នកគ្នាឃើញវា load អញ្ចេះហត់ load XAU ហើយ limit sell អញ្ចឹងទៅអាហ្នឹងខ្ញុំដាក់វាកំណត់ sell អញ្ចឹងគឺខ្ញុំនឹងដាក់ screen មកផ្ទាំងទៀតដើម្បីឲ្យអ្នកគ្នាមើលថាតើអាហ្នឹងវាចូល sell ឲ្យយើងអូតូរបៀបម៉េចអូខេអ្នកគ្នាអញ្ចឹងខាងនេះគឺជាផ្ទាំងខ្ញុំបង្ហាញអ្នកគ្នាថាវាចូល sell របៀបម៉េចហើយអានេះគឺជា graph របស់យើងអញ្ចឹងទៅអញ្ចឹងអ្នកគ្នាចាំមើលពេលដែលវាឡើងដល់ចំណុចមួយនេះចំណុចដែលខ្ញុំដាក់ថា sell limit នេះអ្នកគ្នាឃើញអត់វានឹងចូល sell ឲ្យខ្ញុំអូតូរបៀបម៉េចនិយាយទៅអាហ្នឹងគេប្រើការសម្រាប់ពេលដែលយើង level ចេញទៅក្រៅឬមួយក៏អីយើង set up ឲ្យវាលក់អូតូនៅកន្លែងណាមួយទិញនៅកន្លែងណាមួយអូតូអញ្ចឹងណាអ្នកគ្នាអូខេឥឡូវយើងមើលទាំងអស់គ្នាអូខេអ្នកគ្នាអញ្ចឹងវាចិត្តដល់ហើយចាំមើលនៅពេលដែលវាដល់គឺវានឹងចូល sell ឲ្យខ្ញុំអូតូយកហ្មងណាអូខេអ្នកគ្នាឃើញអត់នៅពេលដែលដល់គឺវានឹងចូល sell ឲ្យខ្ញុំអូតូយកហ្មងអ្នកគ្នាឃើញខាងនេះអត់មិញហ្នឹងចុចយើងចុចនៅកន្លែង trade មកគឺអ្នកគ្នាឃើញអី position វាចូលខ្ញុំអូតូយកហ្មងនៅពេលដែលវាឡើងដល់ចំណុចមួយដែលខ្ញុំចង់ឲ្យវាចូល sell អូតូអញ្ចឹងទៅអញ្ចឹងនេះគឺជាមេរៀននៅក្នុងការដាក់ឲ្យវាចូល sell អូតូ buy អូតូអញ្ចឹងទៅហ្នឹងហើយអ្នកគ្នាអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេគឺចង់និយាយអំពីរបៀបដាក់ឲ្យវាចូល sell អូតូជាមួយនឹង buy អូតូអញ្ចឹងទៅអញ្ចឹង position នេះខ្ញុំកាត់ចោលអញ្ចឹងគឺមានតែប៉ុណ្្នឹងទេ